យើងបន្តទៅធ្វើវិចិត្រយើងខ្ញុំចង់ឲ្យអ្នកនរគ្នាចូលទៅបើនៅចំណុចមួយដែលនៅក្នុងវិមាហ្នឹងយើងគួរបើកមុខងារ property label preference ដើម្បីជួយឲ្យយើងស្គាល់អំពី property ផ្សេងៗនៅលើ array site បាននេះបើសិនជាយើងអត់បើក property ហ្នឹងទេវានឹងអត់ចាញ់អក្សរ label យើងមើលថាហ្នឹងជាអីគេឃើញនៅពេលយើង click លើហ្នឹងខាងនេះអត់វាមានដាក់តែ section ធំៗប៉ុន្តែវាអត់ដាក់បញ្ជាក់តូចៗថាហ្នឹងអីគេហ្នឹងអីគេអញ្ចឹងយើងនឹងចូលទៅបើក property label ទាំងអស់គ្នាដើម្បីចូលទៅបានយើង click ទៅលើ main menu នៅកន្លែងនេះបន្ទាប់មកចូលទៅ view ហើយ select លើ property label អញ្ចឹងនៅកន្លែងហ្នឹងវានឹងប្រាប់យើងអំពី property នីមួយៗ label ហ្នឹងជាអីគេជា alignment position អីចឹងទៅអញ្ចឹងប៉ុណ្ណឹងគឺជាអត្ថប្រយោជន៍នៃ property label